សួរបងប្អូនថ្ងៃនេះខ្ញុំចុះមកខាងសហគមន៍កសិកម្មខាងជំរះពេទ្យហើយចូលមើលការម្ទេសអានេះប្រភេទម្ទេសខ្លោកអានេះក៏ទំចាប់ដើមផ្លែទេអត់ទាន់បានប្រមូលផលទេប៉ុន្តែអាខ្លះធំមួយហើយនេះហៅថាម្ទេសខ្លោកវាមានផ្លែច្រើនប៉ុន្តែអត់ទាន់បានប្រមូលផលទេណាបងប្អូនដោយសារតែអត់ទាន់ធំបានអត់ទាន់ប្រមូលផលនេះម្ទេសខ្លោកនេះបងប្អូនខ្លោកនេះចាប់ដើមផ្លែច្រើនហើយគាត់មានដាក់កស៊ូក្របរងហើយនឹងដាក់ទយោដំណក់ទឹកហ្នឹងកាត់បន្ថយការប្រើប្រាស់ទឹកចំណីទឹកហើយនេះមួយទៀតក្របហ្នឹងកាត់បន្ថយដុះស្មៅហើយរក្សាសំណើមក្នុងដីបាទសូមអរគុណ